ដើម្បីអបអរទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជាឆ្នាំ2025គណៈកម្មការក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែនជាប្រធាននៅថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះបានឧបត្ថម្ភថវិកា$1 លានអាមេរិកជាលើកទី8ជូនមូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវជាលើកទី14ឆ្នាំទី14សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផាគិតចាប់តាំងពីឆ្នាំ2012រៀងមកតែថវិកាចំនួន$1 លានជួយសង្គ្រោះព្យាបាលដល់កុមារប្រមាណជាង35,000 នាក់ពិធីប្រគល់ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលក្រោមវត្តមានលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងលើកំពង់ខ្ពស់សម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវប៉ែនសុបភារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបលធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាតំណាងលើកំពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារអូនពុលមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាបលធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាថវិកាចំនួន$1 លាននេះក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលតំណាងដោយលោកវេជ្ជបណ្ឌិត Dennis Lawrence អគ្គនាយកនិងជាតំណាងមូលនិធិគន្ធបុប្ផាស្វីសរួមជាមួយលោកសាស្ត្រាចារ្យគីសង់ទីប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញនិងលោកសាស្ត្រាចារ្យយ៉ៃចាន់ណាប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី7ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាទី3ក្នុងឱកាសជំនួបសវនាការនោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានសម្ដែងនៅក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូនិងបានពំនាំប្រសាសន៍របស់សម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលផ្ដាំផ្ញើសួរសុខទុក្ខនិងកោតសរសើរជូនចំពោះគណៈប្រតិភូក៏ដូចជាស្ថាបនិកថ្នាក់ដឹកនាំនៃមូលនិធិគន្ធបុប្ផាកម្ពុជាដែលខិតខំប្រឹងប្រែងគៀងគងរកមូលនិធិដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាពិសេសកោតសរសើរនិងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យគណៈគ្រប់គ្រងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃបរិច្ចាគនៅកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួនដើម្បីផ្ដល់សេវាសុខភាពជូនស្ត្រីមានផ្ទៃពោះកុមារនិងទារកកម្ពុជារាប់ម៉ឺនរាប់សែននាក់នៅទូទាំងប្រទេសជាមួយគ្នានេះលោកជំទាវបណ្ឌិតបានជម្រាបជូនថាសម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែនលោកគឺជាគ្រូពេទ្យមួយរូបនិងក៏ជាម្ដាយមួយរូបដែរដូចនេះសម្ដេចគតិព្រះបណ្ឌិតលោកយល់ច្បាស់ពីតម្រូវការនិងមានក្តីមេត្តាករុណាអាណិតស្រឡាញ់ចំពោះកុមារទាំងអស់ហេតុដូចនេះសម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែននៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាព្រោះថាមន្ទីរពេទ្យនេះគឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាហើយចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផាក៏ជាអធិភាពទី1ដែលកាកបាទក្រហមកម្ពុជាបានគិតគូរយកចិត្តទុកដាក់និងចូលរួមចំណែករែកពុនជាមួយរាជរដ្ឋាភិបាលនិងមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាអាចបន្តបេសកកម្មផ្ដល់សេវាសុខភាពជូនកុមារកម្ពុជារាប់ម៉ឺនរាប់សែននាក់បន្តទៀតពីកិច្ចឆ្លើយតបលោកជំទាវប៉ែនសុបភាក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីអូនពុលមនីរតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចគតិព្រះបណ្ឌិតប៊ុន រនី ហ៊ុនសែនដែលតែងតែបាននាំភាពញញឹមដល់ទារកនិងកុមារកម្ពុជាតាមរយៈការផ្ដល់វិភាគទានចូលមូលនិធិគន្ធបុប្ផាកម្ពុជាជាប្រចាំដើម្បីជាប្រយោជន៍សម្រាប់ទារកនិងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជាដែលនេះបានបង្ហាញពីការកិត្តគូររបស់សម្ដេចគតិព្រះបណ្ឌិតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សុខុមាលភាពទារកនិងកុមារកម្ពុជាដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិលោកជំទាវបានជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជាបានបង្កើតឡើងនិងដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី11ខែមេសាឆ្នាំ2018ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា
នៃប្រជាជាតិកម្ពុជានិងសម្ដេចគតិប្រមុខបុលនីហ៊ុនសែនដែលសម្ដេចទាំងទ្វេជាស្ថាបនិករបស់មូលនិធិហើយបន្តមកគឺមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រចាមនីហ៊ុនម៉ាណែតជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជាដែលនៅតែបន្តជាក្តីសង្ឃឹមដល់កុមារកម្ពុជាជាក់ស្ដែងលោកជំទាវបណ្ឌិតពេជ្រចាមនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2025 របស់មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលការគាំទ្រពីមហាចលនាកម្លាំងមនុស្សធម៌របស់ជាតិនិងក្នុងស្មារតីខ្មែរជួយខ្មែរដែលនាំមកនូវសេចក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជាដែលត្រូវការសេវាពិនិត្យនិងព្យាបាលក៏ដូចជាសេវាសម្ភពដែលឥតគិតថ្លៃនិងប្រកបដោយគុណភាពដោយឡែកតាមរបាយការណ៍របស់លោកសាស្ត្រាចារ្យគីសង់ទីបានឲ្យដឹងថាការចំណាយមូលនិធិក្នុងរយៈពេល5ខែដើមឆ្នាំ 2025 នេះមានប្រមាណជាង$18 លានអាមេរិកដែលក្នុងនោះបានផ្ដល់សេវាដូចជាទារកកុមារមានជំងឺស្ត្រីមានផ្ទៃពោះចំនួន 535,377 នាក់ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅកើនឡើង 17% ច្រើនជាងឆ្នាំ 2024 កុមារមានជំងឺធ្ងន់ធ្ងរចំនួន 77,995 នាក់ត្រូវបានសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យកើនឡើង 18% ច្រើនជាងឆ្នាំ 2024 កុមារចំនួន 13,184 នាក់ត្រូវបានទទួលការវះកាត់បេះដូងនិងចិត្តប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាបនិងភ្នំពេញបានចំនួន 458 នាក់ស្ត្រីមានផ្ទៃពោះបានឆ្លងទន្លេនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី 7 ឬគន្ធបុប្ផាទី 3 មានចំនួន 7,829 នាក់កុមារចំនួន 881 នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរត្រូវបានសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញតិចជាង2 ដងធៀបនឹងឆ្នាំ 2024 ប៉ុន្តែក្នុងខែឧសភានេះកើនជាង4 ដងនិងនៅសៀមរាបមានចំនួន 835 នាក់